មានស្រះទឹកដ៏ស័ក្តិសិទ្ធិមួយលាក់ខ្លួនក្នុងព្រៃជ្រៅនៅទីនោះនាងកែវមនោរានិងបងប្អូនស្រីទាំង6នាក់តែងតែចុះមកលេងទឹកយ៉ាងសប្បាយរីករាយព្រីនព្រៃម្នាក់ឈ្មោះពូណាក់បានមកដល់ទីនេះដោយចៃដន្យគាត់មានបំណងចង់ចាប់នាងកិននារីដ៏ស្រស់ស្អាតម្នាក់ដើម្បីយកទៅថ្វាយព្រះរាជបុត្រពូណាក់បានបោះខ្សែចំណងមុនអាគមទៅលើមេឃនាងកែវមនោរាត្រូវជាប់អន្ទាក់ចំណែកបងប្អូនរបស់នាងបានហោះទៅបាត់អស់ព្រានព្រៃបាននាំនាងមនោរាទៅថ្វាយព្រះសុធនគ្រាន់តែបានឃើញភ្លាមព្រះអង្គក៏មានចិត្តស្រឡាញ់នាងជាខ្លាំងព្រះរាជាបានរៀបចំពិធីអភិសេកយ៉ាងអធិកអធមជូនដល់អ្នកទាំងពីរបានរំលឹកជាមួយគ្នាយ៉ាងមានសុភមង្គលមិនយូរប៉ុន្មានសង្គ្រាមក៏បានផ្ទុះឡើងនៅតាមជាយដែនព្រះសុធនត្រូវបង្ខំចិត្តលានាងមនោរាជាទីស្រឡាញ់ដើម្បីទៅការពារទឹកដីក្នុងពេលដែលព្រះសុធនអវត្តមានបុរោហិតអាក្រក់បានរៀបចំគម្រោងការទុច្ចរិតគេបានកុហកស្ដេចថានាងមនោរាគឺជាប្រភ្នួលមិនល្អដែលធ្វើឲ្យស្រុកទេសមានគ្រោះថ្នាក់ដោយសារការជឿជាក់លើសម្ដីបុរោហិតស្ដេចក៏បង្គាប់ឲ្យយកនាងមនោរាទៅបូជាក្នុងភ្នក់ភ្លើងនាងមានទុក្ខជាទម្ងន់ព្រោះគ្មានអ្នកណាម្នាក់ជួយការពារនាងឡើយមុននឹងត្រូវគេយកទៅបូជានាងបានសុំស្លៀកពាក់គ្រឿងកិននារីដើម្បីរំជាចុងក្រោយនេះគឺជាល្បិចដើម្បីឲ្យនាងអាចរត់គេចខ្លួនបាននៅពេលដែលបានពាក់ស្លាភ្លាមនាងក៏ហោះឡើងទៅលើមេឃយ៉ាងខ្ពស់នាងបានរំដោះខ្លួនពីសេចក្តីស្លាប់ហើយហោះសំដៅទៅភ្នំកៃឡាសវិញមុននឹងទៅដល់ផ្ទះនាងបានឈប់នៅអាស្រមលោកតាអ៊ីសីនាងបានផ្ដាំបញ្ញាចិញ្ចៀននេះប្រសិនបើព្រះសុធនមកតាមរកនាងកាលបាត្រឡប់មកពីសង្គ្រាមវិញព្រះសុធនបានដឹងរឿងរ៉ាវទាំងអស់ព្រះអង្គសម្រេចចិត្តភ្លាមថានឹងត្រូវតាមរកភរិយាឲ្យឃើញវិញព្រះសុធនបានធ្វើដំណើរចូលទៅក្នុងព្រៃហេមពៀនដ៏ធំល្វឹងល្វើយព្រះអង្គមិនខ្លាចសត្វសាហាវឬបិសាចដែលនៅក្នុងព្រៃនោះឡើយព្រះអង្គបានមកជួបលោកតាអេសីដែលនាងមនោរាបានផ្ដាំផ្ញើទុកលោកតាបានប្រាប់ពីផ្លូវដ៏គ្រោះថ្នាក់ដែលត្រូវទៅដល់នគរកិននរលោកតាអេសីបានដាស់តឿនពីគ្រោះថ្នាក់នៅខាងមុខមានសត្វស្លាបយក្សនិងឧបសគ្គជាច្រើនទៀតដែលកំពុងរងចាំព្រះអង្គឧបសគ្គទី1គឺទន្លេភ្លើងដ៏ក្តៅគគុកប៉ុន្តែដោយសារក្តីស្រឡាញ់ព្រះអង្គហ៊ានលោតឆ្លងកាត់ដោយមិនញញើតឲ្យនៅកណ្ដាលព្រៃជ្រៅយក្សដ៏កាយសាហាវមួយបានចេញមកខាត់ផ្លូវព្រះសុធនបានប្រើបញ្ញានិងកម្លាំងដើម្បីវាយបកទៅវិញព្រះអង្គបានធ្លាក់ចូលក្នុងអន្ទាក់សរសៃពួររបស់សត្វពីងពងយក្សព្រះអង្គត្រូវខំប្រឹងរើបំរាស់ដើម្បីគេចពីសេចក្តីស្លាប់បន្ទាប់ពីឆ្លងកាត់គ្រោះថ្នាក់ព្រះអង្គបានឈប់សម្រាកនៅមាត់ស្ទឹងទឹកស្ទឹងនេះបានជួយឲ្យព្រះអង្គមានកម្លាំងមាំមួនឡើងវិញផ្លូវកាន់តែពិបាកទៅនៅពេលព្រះអង្គត្រូវដើរកាត់ជ្រលងភ្នំអាអត់ពុលព្រះអង្គត្រូវដើរយ៉ាងប្រុងប្រយ័ត្នបំផុតព្រះសុធនបានជួបនឹងស្ដេចស្វាសដែលជាអ្នកយាមព្រៃដោយឃើញទឹកចិត្តស្មោះត្រង់ស្ដេចស្វាក៏សម្រេចចិត្តជួយបង្ហាញផ្លូវទីបញ្ចប់ព្រះអង្គបានមកដល់ច្រកឲ្យចូលភ្នំកៃឡាសនេះគឺជាទឹកដីនៃពពួកទិព្វនិងកិននរទិដ្ឋភាពនៃភ្នំកៃឡាសពិតជាស្អាតដូចសួគ៌ឡាលោកព្រះសុធនមានអារម្មណ៍ថាខ្លួនកាន់តែគៀកនឹងជួបភរិយាហើយព្រះសុធនបានឃើញភីលៀងរបស់នាងមនោរាកំពុងដងទឹកទៅថ្វាយនាងព្រះអង្គក៏នឹកឃើញល្បិចមួយដើម្បីផ្ញើសារទៅនាងព្រះអង្គក៏លួចទម្លាក់ចិញ្ចៀនមាសចូលក្នុងកមទឹកព្រះអង្គសង្ឃឹមថានាងមនោរានឹងបានឃើញចិញ្ចៀននេះនៅពេលកំពុងស្រង់ទឹកនាងមនោរាក៏បានឃើញចិញ្ចៀននោះនាងដឹងភ្លាមថាព្រះស្វាមីរបស់នាងបានមកដល់ទីនេះហើយអ្នកទាំងពីរបានជួបគ្នាដោយសម្ងាត់ទាំងក្តីរំភើបប៉ុន្តែពួកគេត្រូវប្រឈមមុខនឹងស្ដេចកិននរជាមុនសិនព្រះសុធនត្រូវបាននាំទៅជួបស្ដេចកិននរអ្នកជាបិតារបស់នាងមនោរាស្ដេចកិននរចង់ដឹងថាតើមនុស្សលោកម្នាក់នេះមានសមត្ថភាពអ្វីខ្លះស្ដេចកិននរបានដាក់លក្ខខណ្ឌឲ្យលើកធ្នូដែកដ៏ធួនមួយដោយសារកម្លាំងចិត្តនិងការជួយពីទេវតាព្រះអង្គក៏លើករួចលក្ខខណ្ឌចុងក្រោយគឺត្រូវរកនាងមនោរាឲ្យឃើញក្នុងចំណោមបងប្អូនទាំង7នាក់ព្រះសុធនត្រូវយកបេះដូងដើម្បីស្វែងរកភរិយាពិតក្នុងខណៈនោះព្រះឥន្ទបានយាងមកជួយដោយក្រឡាខ្លួនជាសត្វរួយមាសនោះបានហក់ទៅទុំលើមីរៀមដៃរបស់នាងមនោរាពិតប្រាកដព្រះសុធនបានដើរទៅកាន់ដៃនាងមនោរាយ៉ាងត្រឹមត្រូវស្ដេចកិននរមានការកោតសរសើរចំពោះភក្តីយិត្តរបស់ព្រះអង្គជាខ្លាំងទីបញ្ចប់ស្ដេចកិននរក៏បានអនុញ្ញាតឲ្យអ្នកទាំងពីររស់នៅជាមួយគ្នា
ទ្រង់បានរៀបចំពិធីជប់លៀងយ៉ាងធំដើម្បីអបអរសាទរទោះបីជាស្រឡាញ់ស្រុកកំណើតតែនាងមនោរាត្រូវលាទៅរស់នៅស្រុកមនុស្សវិញអ្នកទាំងពីរចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅនគរឧត្តរបញ្ចាលអ្នកទាំងពីរបានហោះកាត់ព្រៃភ្នំនិងពំពងយ៉ាងលឿនក្តីរំភើបបានកើតមានពេញក្នុងបេះដូងព្រោះចិត្តដល់ផ្ទះវិញហើយនៅពេលមកដល់ជាដែនញាក់ស្រុកអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រប់គ្នាត្រេកអរដែលឃើញព្រះរាជបុត្រត្រឡប់មកវិញដំណឹងនៃការត្រឡប់មកវិញឮដល់ក្នុងវាំងព្រះរាជានិងមហេសីរំភើបញាប់ញ័ររកអ្វីប្រៀបមិនបានចំណែកឯបុរោហិតអាក្រក់វិញមានការភ័យខ្លាចជាខ្លាំងគេដឹងថាទោសកំហុសរបស់គេនឹងត្រូវលាតត្រដាងមិនខានព្រះសុធននិងនាងមនោរាបានយាងចូលក្នុងវាំងយ៉ាងអាធិកអាធមគ្រប់គ្នាអបអរសាទរដល់ក្តីស្រឡាញ់ដ៏ស្មោះត្រង់ព្រះរាជាបានសុំទោសកូនចំពោះកំហុសកន្លងទៅទ្រង់មានសេចក្តីសុខណាស់ដែលបានឃើញកូនត្រឡប់មកវិញអំពើអាក្រក់របស់បុរោហិតបានលាតត្រដាងគេត្រូវរំទោសខុសត្រូវចំពោះពាក្យកុហកដែលបានបង្កឡើងបុរោហិតបានដេញចេញពីវាំងឬដាក់គុកតាមច្បាប់យុត្តិធម៌បានផ្ដល់ជូនដល់នាងមនោរាវិញចាប់តាំងពីពេលនោះមកស្រុកទេសក៏ត្រឡប់មកសម្បូរសប្បាយវិញទឹកភ្លៀងបានធ្លាក់ចុះមកស្រូបស្រាប់ទឹកដីនាងមនោរាបានបង្រៀនរបាំដល់ក្មេងៗក្នុងនគររបាំកិន្នរីបានក្លាយទៅជាគេរដំណល់តរៀងមកព្រះសុធនបានក្លាយទៅជាអ្នកដឹកនាំដ៏ឈ្លាសវៃព្រះអង្គតែងតែជួយយកអាសាអ្នកក្រីក្រជានិច្ចពិធីបុណ្យអបអរសាទរសន្តិភាពបានប្រារព្ធឡើងសម្លេងតន្ត្រីពានប៉ាតបន្លឺណោងពេញនគរអ្នកទាំងពីរតែងតែរំលឹកពីការធ្វើដំណើរដ៏លំបាកកន្លងទៅវាគឺជាមេរៀននៃក្តីសង្ឃឹមនិងការតស៊ូរឿងរ៉ាវរបស់ពួកគេបាននិទានបន្តពីមួយជំនាន់ទៅមួយជំនាន់ដើម្បីឲ្យកូនចៅចងចាំពីអំណាចនៃក្តីស្រឡាញ់នគរឧត្តរបញ្ចាលបានរស់នៅក្នុងសន្តិភាពជារៀងរហូតគ្មានសង្គ្រាមនិងគ្មានការបែកបាក់ទៀតឡើយនេះហើយគឺជារឿងព្រះសុធននិងនាងកែវមនោរាក្តីស្រឡាញ់ពិតនឹងឈ្នះរាល់ឧបសគ្គទាំងអស់